ស្ងាត់លោកចាងវាងជាតិតុលាដឹងលោកស្រីអ៊ុយអ៊ូដារ៉ារតនានិងលោកស្រីសុធីទៅសាលាឧទ្ធរបន្តទៀតខណៈដែលតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញសម្រាប់តម្កល់រឿងទុកឥតចាត់ការលោកជាតុលាចាងវាងសារព័ត៌មាន BTN បាក់សីត្រជាកម្មលបបានប្តឹងបុគ្គលឈ្មោះអ៊ុយអ៊ូដារ៉ារតនានិងលោកស្រីសុធីទៅអัยការអមសាលាដំបងរាជធានីភ្នំពេញតែត្រូវបានអัยការសាលាដំបងសម្រេចតម្កល់រឿងទុកឥតចាត់ការនេះបើយោងតាមពាក្យបណ្ដឹងនិងការឲ្យដឹងពីលោកជាតុលាបានថ្លែងប្រាប់អង្គភាពសារព័ត៌មាននៅរសៀលថ្ងៃទី5ខែមិថុនាឆ្នាំ2025នេះយោងតាមពាក្យបណ្ដឹងរបស់លោកជាតុលាបានឲ្យដឹងថាសូមប្តឹងឧទ្ធរលើសេចក្តីសម្រេចតម្កល់រឿងឥតចាត់ការលេខ1869អយោដចុះថ្ងៃទី26ខែធ្នូឆ្នាំ2024របស់តំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញប្រភពខាងលើបន្តថាតបតាមកម្មវត្ថុខាងលើខ្ញុំបាទសូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថានៅថ្ងៃទី29ខែសីហាឆ្នាំ2024ខ្ញុំបាទបានប្តឹងឈ្មោះអ៊ុយអ៊ូដារ៉ារតនានិងឈ្មោះស្រីសុធីពីបទខុបខិតគ្នាជាប្រព័ន្ធក្នុងអំពើឆបោកប៉ុន្តែករណីនេះត្រូវបានតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញសម្រេចតម្កល់រឿងទុកឥតចាត់ការតាមដីកាលេខ1869អយោដចុះថ្ងៃទី26ខែធ្នូឆ្នាំ2024ពាក្យបណ្ដឹងខាងលើបានបញ្ជាក់ថាការសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់អัยការអមសាលាដំបងរាជធានីភ្នំពេញបែបនេះគឺអយុត្តិធម៌សម្រាប់ខ្ញុំបាទខ្លាំងណាស់ទើបខ្ញុំបាទមិនសុខចិត្តហើយសូមប្តឹងឧទ្ធរនឹងការសម្រេចនេះត្រង់ចំណុចទាំងមូលលោកជាតុលាបានប្រាប់អង្គភាពសារព័ត៌មានយ៉ាងច្បាស់ថាមុនពេលដែលលោកដាក់ពាក្យបណ្ដឹងគឺដោយសារតែលោកស្រីអ៊ុយអ៊ូដារ៉ារតនាកំពុងធ្វើសកម្មភាពឆបោកប្រជាពលរដ្ឋដែលប្រាប់គេក្តែងថាខ្លួនមានលុយជាច្រើននៅក្រៅប្រទេសតែខ្លួនខ្វះលុយរត់ការសេវាក្រៅប្រជាពលរដ្ឋជាច្រើនអ្នកអស់លុយដោយសារម្នាក់នេះច្រើនណាស់ហើយណាមួយលោកស្រីម្នាក់នេះដើរអួតប្រាប់គេថាកុំភ័យកុំព្រួយបារម្ភរឿងសេវារត់ការពំបានខ្លួនប្រគល់លុយជូនវិញភ្លាមខ្ញុំមិនចេះបោកប្រាស់គេទេខ្លាចបនបាបណាស់ខ្ញុំមានប្តីជាមន្ត្រីគយមានទួនាទីនៅអនុសាខាគយទៅទៀតដោយសារតែជឿតាមពាក្យលួងលោមធ្វើឲ្យលោកជាតុលាចាញ់បោកលោកស្រីអ៊ុយអ៊ូដារ៉ារតនាពាក់ព័ន្ធនឹងការខ្ចីលុយរបស់លោកចំនួន$1,500ដើម្បីរត់សេវាលុយក្រៅប្រទេសនិងពាក្យសន្យារបស់លោកស្រីសុធីដែលអះអាងមកសងជំនួសក្តែងថាកុំភ័យណាប្អូនរឿងលុយប្អូនមិនបាត់ទៅណាទេបងជាអ្នកសងជំនួសដោយសារតែពាក្យសន្យាខ្យល់លោកស្រីសុធីនឹងការឆោបបោកពីលោកស្រីអ៊ុយអ៊ូដារ៉ារតនាពីមួយថ្ងៃទៅមួយថ្ងៃទើបលោកអស់ចិត្តនិងដាច់ចិត្តបានដាក់ពាក្យបណ្ដឹងទៅអัยការអមសាលាដំបងរាជធានីភ្នំពេញតែត្រូវអัยការសាលាដំបងរាជធានីភ្នំពេញសម្រេចតម្កល់រឿងឥតចាត់ការទៅវិញទើបលោកទទូចទៅសាលាឧទ្ធរមេត្តាជួយរកយុត្តិធម៌ឲ្យលោកដែលជាប្រជាជនរងគ្រោះដោយសារបុគ្គលទាំងពីរនាក់ខាងលើនេះដើម្បីផ្ដន់ទោសទៅតាមផ្លូវច្បាប់អង្គភាពសារព័ត៌មានណាជីវីនៅតែរងចាំការបបភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង 72